បាទជំរាបសួរបងប្អូនគឺកូនស្ដេចថៃបានសង្កត់ទៅហ្នឹងគឺរយៈពេល7ថ្ងៃហើយនេះគឺ7ថ្ងៃដែលធ្វើបន់ខួប7ថ្ងៃបាទដោយសារឫទ្ធិបារមីវិស្ណុគង់លើករុដរបស់ព្រះរាជាណាចក្រកម្ពុជាយើងដ៏មានមហិទ្ធិឫទ្ធិអំណាចដ៏ខ្លាំងនៅក្នុងសាសនាបាទជាអបិយជំនឿមួយរបស់ប្រទេសខ្មែរយើងតែងតែមានជាយូរយារមកហើយនេះគឺបាទគឺមន្តអាគមបាទដ៏ស័ក្តិសិទ្ធិរបស់ខ្មែរយើងហ្នឹងគឺចេញពីទឹកដីស័ក្តិសិទ្ធិអង្គរវត្តហ្នឹងគឺធ្វើឲ្យប្រទេសថៃនេះគឺរលំរលាយគឺរបេះដោយក្របពោតចឹងឯងបងប្អូនម្ដងមួយគឺអំពើអាក្រក់ការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាយើងដូចដឹងស្រាប់ហើយគេមានសង្គ្រាមមកលើយើងបំពេញដោយគ្រប់យ៉ាងទាំងអស់តែគេធ្វើបានណាបាទដូច្នេះយើងមើលព្រះរាជវង្សរបស់ប្រទេសថៃដែលរង្គោះរង្គើខ្លាំងបាទពីសម័យមួយទៅសម័យមួយតាំងពីសម័យព្រះចៅយេហួររបស់ប្រទេសថៃរាមាទី9ណាបាទទី9ហ្នឹងគឺកាលនោះស្ដេចថៃនេះគឺបានរៀននៅប្រទេសអង់គ្លេសនៅឡើយបាទប៉ុន្តែនេះការធ្វើឃាតបងប្រុសរបស់ខ្លួនឯងដើម្បីកាន់អំណាចណាបាទដើម្បីកាន់អំណាចណាគឺព្រះចៅយេហួរទី9ហ្នឹងបាទធ្វើឃាតបងខ្លួនឯងដើម្បីយកអំណាចមកគ្រងជាស្ដេចតលតបានជាច្រើនឆ្នាំហ្នឹងបាទហើយបន្ទាប់នេះមកយើងឃើញថានេះការស្លាប់កូនស្រីរបស់ស្ដេចថៃបាទជំនាន់ទី9នេះគឺវិជ្រាលង្កនបាទឃើញថាជំនាន់ទី10នេះគឺវិជ្រាលង្កននេះគឺប្រទេសថៃគេមានច្បាប់មួយតាំងពីឆ្នាំ1974មកម្លេះគេថាស្រីអាចមានសិទ្ធិឬធ្វើជារាជនីណាជាស្ដេចរបស់ប្រទេសថៃបានដែរណាបាទច្បាប់គេមានឲ្យតែអ្នកនោះជាប់ស្រឡាយសាច់ញាតិរាជវង្សបាទបើមិនជាប់ទេគឺមិនអាចមានសិទ្ធិនឹងកើតជាស្ដេចបានទេមិនថាប្រុសថាស្រីណារហូតដល់គេផ្ដាច់បាទដេញចោលចេញពីរាជវាំងទៀតផងមិនថាប្តីឬស្រីឬក៏ប្រុសទេណាបាទគឺដេញចេញដូចជាបងស្រីបង្កើតរបស់ស្ដេចហ្នឹងគឺបាទដេញចេញពីប្រទេសបាទទៅនៅជាមួយប្តីមានកូនប្រហែលអ្នក3អ្នកបាទហើយនៅ2ឬក៏3អ្នកសំទោសបាទកន្លែងហ្នឹងគឺទៅនៅប្រទេសអាមេរិកបាទហើយបន្ទាប់មកទៀតហ្នឹងគឺយើងឃើញហើយការចូលទីមង្គលរបស់ស្ដេចថៃកូនស្ដេចថៃច្បងដែលមានញាតិម្ដាយសាច់ញាតិហ្នឹងគឺជាព្រះរាជវង្សណាព្រះរាជវង្សហ្នឹងគឺព្រះនាងផាបាទគេហៅថានាងផានេផាណាបាទគឺបានសង្កត់ទៅនោះដោយសារអីការហ្នឹងដើរលេងនៅក្នុងសួនច្បារធម្មតាណាសត្វតែដួលបាទសត្វតែដួលធ្វើឲ្យដាច់សរសៃឈាម stroke ខ្លាំងអីចឹងទៅក៏បានអ្នកទាំងពួងឃើញក៏បានជួយសង្គ្រោះបន្ទាន់ដើម្បីយកទៅមន្ទីរពេទ្យល្បីរបស់ស្ដេចហ្នឹងនៅប្រទេសថៃបាទគឺរយៈពេល2ឆ្នាំបាទយកទៅនោះមិនកម្រើកអីបើកភ្នែកក៏មិនសាប់បានអីចឹងណាបាទព្រោះនិយាយមិនកើតអីរហូតដល់ទីមង្គលរបស់ព្រះអង្គទៅនេះយើងអាចដឹងថាការប្រកួតប្រជែងនៅក្នុងព្រះរាជវាំងរបស់ប្រទេសថៃព្រះរាជវង្សរបស់ប្រទេសថៃនេះគឺមានណាតាំងពីអតីតកាលមករហូតបច្ចុប្បន្ននឹងគេអាចសង្ឃឹមថានឹងព្រះអង្គកូនច្បងស្រីម្នាក់នេះហើយនឹងអាចមានសិទ្ធិនឹងឡើងគ្រងរាជសម្បត្តិជំនួសមនុស្សប្រុសម្ដងណាជាប្រវត្តិសាស្ត្រមួយរបស់ប្រទេសថៃប៉ុន្តែនេះក៏បានលាចាក់លោកទៅក្នុងវ័យអាយុ47ឆ្នាំព្រះអង្គនេះគឺជា
ជនដែលបរិសុទ្ធមិនមានប្តីមិនមានកូនមិនមានអីចឹងណាបាទគឺអាចនឹងស្នងរាជបានចឹងណាក្នុងប្រទេសថៃប៉ុន្តែមានកូនច្បងពីអង្គតូចមួយបាទឈ្មោះនេះផានកននេះផានកននេះគឺក្នុងព្រះអង្គហ្នឹងសប្តាហ៍ថ្ងៃគឺមានជំងឺអូទីសឹមបើនិយាយទៅមានបញ្ហារឿងថា nerve ហ្នឹងគឺបញ្ហាខួរក្បាលលក្ខណៈខ្សែប្រសាទមិនគ្រប់គ្រាន់កាលពីតូចមកណាតែឥឡូវធំឡើងដូចគាត់បើបន្តិចបាទតែអង្គនេះគឺជាញាតិរាជវង្សរបស់ព្រះអង្គបាទណាមិនមែនជារៀបការពៀបជាមួយរាជឯណាទេណាបាទគឺរឿងនេះវាចេញចឹងបាទតែយើងចាំមើលបន្តទៀតនៅក្នុងព្រះរាជវង្សរបស់ប្រទេសថៃបន្ទាប់ពីការស្ដង់គាត់របស់ស្ដេចថៃរាមាទី10នេះទៅតើអ្នកណាមួយនឹងឡើងគ្រងសោយរាជឬក៏ព្រះអង្គតូចឬក៏មានព្រះអង្គមួយទៀតបាទគឺមានព្រះអង្គមួយទៀតគឺរាជផននេះគឺព្រះអង្គនេះបាននិរទេសចេញពីប្រទេសថៃបាទព្រះអង្គបានដេញចេញពីរាជវាំងណាគឺមានបងប្អូន7នាក់បាទមានសុំទោសមានបងប្អូន5នាក់បាទបងប្អូន5នាក់តែទៅរស់នៅប្រទេសអាមេរិកតាំងពីតូចទុកលំបាកគ្រប់យ៉ាងទាំងអស់ហើយការជំនួយជួយពីរាជវាំងនេះគឺលុយក៏បន្តិចបន្តួចមិនសោបានរហូតដល់ធ្វើការប៉ុន្តែព្រះអង្គមួយនេះបានរៀបការជាមួយជនជាតិអង់គ្លេសបាទមានកូនស្រី2នាក់ជាមួយអាមេរិកសំទោសបាទជាមួយអាមេរិកមានកូនស្រី2នាក់ប៉ុន្តែព្រះអង្គនេះក៏ជាស្រីញីដែរបាទក៏ចាប់ទៅស្រឡាញ់ស្រីបរទេសមួយទៀតជនជាតិអ៊ុយក្រែនបន្ទាប់មកក៏មកជាប់បវរកញ្ញាទី3ពិភពលោករបស់ប្រទេសថៃហ្នឹងក៏ចាប់ស្នេហាហ្នឹងក៏បានធ្វើឲ្យភាគយាទីមួយជនជាតិអមេរិកនោះក្តៅក៏ហាយហើយមិនចង់លេងលះគ្នាអីទេក៏ត្រាំយកអីចឹងណារហូតដល់លេងលះគ្នាហើយក៏ចង់យកកូននោះមកនៅប្រទេសថៃដែរណាឥឡូវព្រះអង្គនេះក៏បានដើរតួនាទីសំខាន់មួយដែរក្នុងប្រទេសថៃតើនឹងអាចទៅជាស្ដេចបន្តទៀតឬយ៉ាងណាបាទហើយឥឡូវឃើញថាតបួសបាទទៀតផងបាទណានេះជាព័ត៌មាននៅក្នុងព្រះរាជវង្សរបស់ប្រទេសថៃកំពុងតែរញ៉េញ៉ៃដោយសារប្រទេសខ្មែរយើងនឹងគឺមានបារមីខ្លាំងលើសលប់នៅអាស៊ីយើងមើលតែបាទវត្ថុស័ក្តិសិទ្ធិរបស់យើងគឺធំបំផុតហ្នឹងគឺប្រាសាទអង្គរវត្តបាយ័នតាព្រំលក្ខនឹងសាសនាព្រាហ្មណ៍និងសាសនាពុទ្ធហ្នឹងចម្បាច់បូកបញ្ចូលគ្នាធ្វើឲ្យរិទ្ធអំណាចនៅក្នុងប្រទេសខ្មែរយើងរត់ទៅខ្លាំងទៅណាធ្វើឲ្យប្រទេសណាដែលឈ្លានពានប្រទេសខ្មែរយើងប្រទេសណាដែលបំពានលើសច្ចធម៌លើប្រទេសខ្មែរយើងនឹងរលាយសាបសូន្យតាមធម្មជាតិមួយថ្ងៃទៅមួយថ្ងៃដូចជាកូនស្ដេចនេះហើយនៅក្នុងរយៈកាលនេះគឺរបេះមួយដូចក្រពោតចឹងណាបងប្អូនបេះចេញម្ដងមួយទៅឆ្នាំក្រោយតើនឹងមានអ្វីកាត់បន្តទៀតយើងចាំមើលទាំងអស់គ្នាព្រោះរឿងនេះគឺជារឿងដែលអបិយជំនឿបុរាណយើងមានតាំងពីសម័យពាន់ឆ្នាំមកណាគឺព្រះអង្គព្រះវិស្ណុនឹងគឺយាងមកវិញនេះគឺរឹតអំណាចខ្លាំងណាស់ដែលថៃស្អប់ខ្ពើមបាទខ្លាចរឿងព្រះវិស្ណុគង់នៅលើគ្រុឌពោះជាគ្រុឌនោះគឺជាអវតាររបស់ប្រទេសថៃដែលគេមានជំនឿគឺអំណាចសប្តាហ៍អំណាចរបស់ប្រទេសថៃគឺរលំរលាយពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ព្រះរាជវង្សស្ដេចរបស់ថៃនឹងគឺរបេះដោយផ្លែពោតចឹងតែក្របពោតចឹងឯងបាទនេះហើយដែលយើងត្រូវមើលបន្តទៀតនៅក្នុងប្រវត្តិសាស្ត្រដែលកំពុងកាត់ឡើងក្នុងប្រទេសខ្មែរតទៅមុខប្រទេសថៃនឹងមានច្រើនបន្តនឹងទៀតគឺដូចជាមានភ្លៀងលិចផ្ទះសម្បែងបាទដីភ្នំបាក់ធ្លាក់មកហូរសង្កត់ប្រទេសផ្ទះនិងប្រជាជនឲ្យទុកលំបាកមានអញ្ជើញផែនដីដោយស៊ូណាមីកាត់ឡើងហើយនេះបាទផ្គរលន់អន្ទះគ្រប់ច្រករហក
គឺគ្រោះធម្មជាតិផ្ដន់ទាទោសរបស់ប្រទេសថៃពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងធ្វើឲ្យប្រទេសថៃនឹងរលំរលាយតាមអំពើអាក្រក់របស់ប្រទេសថៃដែលឈ្លានពានមកលើប្រទេសយើងនេះឲ្យគេសៀមជាជនចោលណាជាជាតិចោលសៀមជាជាតិចោលតែឥឡូវនៅតែធ្វើជាចោលបន្តទៀតនៅលើទឹកដីរបស់ខ្មែរយើងដូចជាដូនតារបស់យើងដូចជាតាក្របីតាមមន់បាទហើយនឹងប្រាសាទខ្នាជាច្រើនដែលជាវត្ថុស័ក្តិសិទ្ធិរបស់ប្រទេសខ្មែរយើងកំពុងតែតាមយាយីប្រទេសថៃគឺមិនអោយវាមានសេចក្តីសុខបន្តទៀតទេនេះជាអំពើចោលឈ្លានពានរបស់សៀមបាទអញ្ចឹងយើងចាំមើលបន្តទៀតបាទគឺប្រទេសថៃគឺម្នាក់គឺយើងតាមមើលច្រើនបាទរឿងប្រទេសហ្នឹងណាបាទគឺឲ្យវាវិនិច្ឆ័យហោចបាទគ្រប់យ៉ាងទាំងអស់ហើយដូចជានៅព្រះវិស្ណុនៅខេត្តសៀមរាបយើងនេះគឺមានរិទ្ធអំណាចខ្លាំងណាស់ថៃវាឃើញអញ្ចឹងវាឈឺចុកចាប់ក្តោបហើយដេកមកលក់បបមិនហើយពីមួយថ្ងៃធ្វើឲ្យស្ដេចថៃហ្នឹងគឺក្តោបកាហាយណាស់ដូចវាយកដីប្រទេសខ្មែរយើងដូចវាយកភ្នំយកដីមកទូលលើក្បាលវាទាំងយប់ទាំងថ្ងៃរាប់រយជាតិបាទនេះជាអំពើអាក្រក់ឈ្លានពានរបស់ស្ដេចថៃមកលើប្រទេសខ្មែរយើងណាបាទស្ដេចថៃមួយអង្គនេះគឺមានភរិយា4នាក់ណាដោយរៀបការអាពាហ៍ពិពាហ៍របស់ស្ដេចថៃហ្នឹងគឺ4ដងមានកូនច្រើនក៏សមដែរណាបាទនេះហើយដែលយើងត្រូវមើលបន្តទៀតបាទតែសប្ងៃមានស្ដេចភរិយាតែមួយអង្គទេដែលជាប់ដែលឃើញដើរទៅណាមកណាជាមួយគ្នាតាមថែសាទឹកតិចទឹកក្តៅណាយើងឃើញណាហើយទឹកតិចទឹកក្តៅនេះយើងឃើញហើយនឹងហើយជាដែលភរិយាចង់បញ្ចប់ចុងក្រោយនៃជីវិតរបស់វិជ្រាលង្កនស្ដេចទី10របស់ប្រទេសថៃណាបាទអញ្ចឹងថាប្រទេសថៃមានការប្រកួតប្រជែងនៅក្នុងព្រះរាជវង្សរបស់ស្ដេចថៃតើយើងឃើញថាស្ដេចថ្មីតូចនេះនឹងអាចទៅជាស្ដេចបន្តទៀតឬយ៉ាងណាបាទហើយការស្លាប់របស់កូនស្ដេចថៃផានេះក៏យើងមិនទាន់ដឹងថាព្រះអង្គនេះក៏នៅក្នុងផ្លែនការធ្វើឃាតឬក៏ជំងឺពិតប្រាកដឬក៏យ៉ាងណាព្រោះព្រះអង្គនេះគឺសង្កត់ក្នុងអាយុ47ឆ្នាំគឺមិនជាចាស់អីទេសុខភាពល្អណាអ្វីគឺល្អហេតុអ្វីបានទៅជាសន្លប់ដួល stroke ដាច់សរសៃឈាមមករហូតដល់ចូលទីមង្គលនេះយើងនៅក្នុងការមន្ទិលសង្ស័យបាទនៅក្នុងព្រះរាជវង្សរបស់ប្រទេសថៃយើងចាំមើលបន្តទៀតតើគេនឹងស្រាវជ្រាវបន្តឬក៏យ៉ាងណារឿងនេះណាស្រាវជ្រាវមកឃើញនឹងអាចទាក់ទិញទៅចំពោះខ្សែរាជវង្សមួយណាពុកខ្សែប្រទេសថៃគេក៏មានខ្សែខាងម្ដាយខាងឪពុកច្រើនដែរណាព្រះរាជវង្សរបស់ប្រទេសថៃហ្នឹងគេមានច្រើនដែរណាគឺការបានហ្នឹងគេក៏បានខាងញាតិរាជវង្សរបស់គេខាងម្ដាយមីងណាព្រះអង្គផាណាបាទគឺជាស្ដេចណាប្រទេសថៃគេចង់ឲ្យមានស្ដេចស្រីដែរអញ្ចឹងណាការគ្រប់គ្រងរបស់ប្រទេសថៃវាអញ្ចឹងហើយនៅក្នុងប្រទេសជាតិនីមួយតែងតែមានបាទអំពីការប្រកួតប្រជែងណាបាទណាបាទដូច្នេះយើងឃើញថាប្រទេសថៃហ្នឹងគឺថ្ងៃទី7ណាបាទគឺជាពិធីបុណ្យសពហើយមានឃើញស្ដេចប៊ូតានណាស្ដេចប៊ូតានហ្នឹងមកប្រពវិញ្ញាណក្ខន្ធពិសពរបស់កូនស្ដេចថៃណាតែសម្ដេចនៅឧត្តមសីហមុនីយើងដូចមិនទាន់ឃើញ
tàu tế thì có mình tàu dân có đằng đáy hay rừng nắng bạn hãy có ai đừng miền tụt xem tiết đừng châu col bạn nâng rùm lịch tục lúc nông beri chuông bọt tây thay để cắt lang đòi cồn xây đòi cầm nọc chân ở bọt đánh ứng bạn đại ông ní cứ ban tờ viên ở bờ ông lệ phía trán bao giờ vậy tớ khơi đại thay tờ viên ở bờ ông lệ trán chiêng Americ này này hàng school chơi lại đâm bày vô này là môi bên tay ông ní phà ní khi vô hàng bắp hiện bắp á nè bạn khơi cho chặt sạch sân nọ đáy sạch sân nọ đáy hiện khơi nhé nè cái làm hai cài ai chân tơ chỉ mì top ai chân tơ đó nè hiện khơi thà ông ní hiện chlat hàng cây la cái trái hàng ai cái trái và chân dân chăm mơ bộ miền này bắt tỏ tiền nó nông ca mình chop nâu cả thực bòn tiền đã là thực bòn khốp cùng rộp bầm bật ngày tam bộ pin ni sasna bậc bột đôi dân đài hay bạn đôi dân đài na các bạn chẳng là bộ xiêm dân đăng hai chỉ chuẩn cho mùi để lên piên bát tê khmai dân chỉ tràn lơ tràn xa tam trong bát tối tăng pi sớm mai prang say mau mà họ đào bạch bòn nâu tay trên châm chất lên piên bát tê khmai dân cấp pe cấp nhiệt tỷ chẳng dân tơ tay hay bộ gốm chua gốm cho mùi cái ở thái bà trôi cho mùi khnia này còn top chua mốc tôl mục thứ có con tọm nào hàng trọi đôi chia bật dưỡng có oi smart đây control bạn mình dột ở quay chia sẻ trâu dương từ tại châu oi rừng mồm cà phê từ đầy dưỡng á nè bạn ní chia chấm hồ đỏ o bỏ bật tiệt chia dưỡng bạn chẳng là miền y tế phần năng ai xôm chun po bong pon dươngประกอบอาชีพการกัดจันเมียนchiêm hai sợi thầy và xôm ao con xôm chấm riệp lia cục nè bát xôm ỏi chụp chay nào khả năng chỉ việc cấp giang tầng ở bạn